ទី1យើងប្រើតេឡេនេះយើងត្រូវបើកតេឡេមកសិនហើយបន្ទាប់មកយើងមើលនៅខាងក្រោមមុខឆ្វេងដៃមានអក្សរ set យើងសង្កត់វាឲ្យជាប់សង្កត់តួតែលេខដែលខ្ញុំចង្អុលនេះលោតភ្លឹបភ្លេតហើយកន្លែងសេរីសីតុណ្ហភាពនេះបងប្អូនសេរីទៅរហូតតតែវាឮសំឡេងទីតនៅលើតេឡេឬក៏ម៉ាស៊ីនត្រជាក់ហ្នឹងហើយយើងពេលដែលជាប់ហើយគឺយើងចុចថាអូខេសញ្ញាពណ៌ខៀវនៅខាងស្ដាំដៃហ្នឹងយើងអាចប្រើបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីបង្ហាញដល់បងប្អូនសម្រាប់នឹងចែកចាយជាមេរៀនមួយឬក៏ចែកចាយកន្លឹះតូចសម្រាប់បងប្អូនដែលមិនទាន់ចេះប្រើតេឡេ1000មុខតេឡេនេះគឺមានឈ្មោះថាតេឡេ1000មុខយើងយកទៅបញ្ជានៅលើម៉ាស៊ីនត្រជាក់ម៉ាកប៉ាណា LG Cree Samsung និងម៉ាកផ្សេងជាច្រើនទៀតបានហើយតេឡេនេះគឺយើងមិនអាចយកមកភ្លាមទិញមកភ្លាមយកមកបញ្ជាភ្លាមបានទេបងប្អូនត្រូវតែធ្វើការ set up វាសិនដើម្បីយកទៅប្រើប្រាស់អញ្ចឹងនេះខ្ញុំបង្ហាញសិនបាទកន្លែងនេះគឺជាកន្លែងចុចបិទបើកបាទហើយកន្លែងពណ៌ប្រភេទនេះសញ្ញាឡើងលើចុះក្រោមនេះសម្រាប់សេរីសីតុណ្ហភាពបាទអញ្ចឹងតេឡេនេះគឺវារៀងស្មុគស្មាញបន្តិចដែរប៉ុន្តែបើយើងមើលវីដេអូនេះហើយបងប្អូននឹងស្រួលក្នុងការភ្ជាប់ជាមួយនឹងម៉ាស៊ីនត្រជាក់របស់បងប្អូនហើយបងប្អូនទិញមកគឺវាបើសិនជាបងប្អូនមិនមែនជាជាងបងប្អូនទិញមកបងប្អូនមើលតែវីដេអូនេះបងប្អូនអាចប្រើបានណាបាទកន្លែងនេះកន្លែងខ្ញុំចុចនេះមេដៃខ្ញុំចុចនេះគឺជាកន្លែងសម្រាប់សេរីស្លាបឡើងលើចុះក្រោមឬក៏ឆ្វេងស្ដាំបាទហើយចំពោះរូបកង្ហារនេះបាទគឺកន្លែងសេរីកម្លាំងកង្ហារខ្លាំងខ្សោយដូចជាកង្ហាររបស់យើងអញ្ចឹងលេខ1លេខ2អញ្ចឹងយើងចង់បានប្រមាណប៉ុណ្ណឹងមកហើយកន្លែងនេះគឺជាកន្លែងម៉ូដអានេះយើងដាក់រូបដំណក់ទឹកអញ្ចឹងគឺវាអត់ត្រជាក់ទេរូបកង្ហារនេះក៏ចេញតែខ្យល់ដែរហើយមួយទៀតគឺរូបពន្លឺព្រះអាទិត្យចុចមកនឹងចេញរូបព្រះអាទិត្យចេះគឺវាសម្ងួតវាអត់ត្រជាក់ទេអញ្ចឹងមកជួបអញ្ចឹងក៏បងប្អូនចុចអត់ត្រជាក់ដែរនេះគឺជាសញ្ញារូបអូតូបាទម៉ូដអូតូនឹងនេះមកសញ្ញាខូលបងប្អូនអាចសេរីសីតុណ្ហភាពបានណាបងប្អូនចង់ដាក់ក្នុងបន្ទប់16 17 20 24អីតាមតម្រូវការបងប្អូនដែលចង់បានអញ្ចឹងណាហើយចំពោះតេឡេនេះខ្ញុំនឹងបង្ហាញបងប្អូនឲ្យចេះ set តេឡេបើបងប្អូនទិញមកបងប្អូនមិនអាចប្រើភ្លាមបានទេអញ្ចឹងបងប្អូនត្រូវរៀនពីវិធី set បាទនៅក្នុងតេឡេថ្មីក្នុងប្រអប់វាគឺមានกระดาษសម្រាប់បញ្ជាក់លេខកូដឲ្យយើងស្រួលងាយរកមែនតើបងប្អូនចង់ប្រើរាប់រយមុខរាប់ពាន់មុខបាទគេដាក់1000មុខអញ្ចឹងមានម៉ាស៊ីនត្រជាក់ម៉ាកអីខ្លះដែលមានលេខកូដពីណាដល់ណាពី1ដល់1000អីចឹងពី1ដល់99អីចឹងទៅអញ្ចឹងវាមានបាទសម្រាប់ set បងប្អូនចុចសញ្ញាអក្សរ set ដែលខ្ញុំបង្ហាញនេះចុចឲ្យជាប់មកឲ្យវាលោតសញ្ញានេះឲ្យលោតលេខទូចនេះទឺតក់ភ្លឹបភ្លែតមកហើយឥឡូវខ្ញុំចុចសញ្ញាពណ៌ប្រភេទនេះបងប្អូនសេរីទៅសេរីរលេខកូដចុចតទៅលឺទឺតអញ្ចឹងមកគឺយើងអាចបញ្ជាបានណាតែដល់ពេលនៅវាលឺទឺតហើយបងប្អូនត្រូវធ្វើយ៉ាងម៉េចទៀតបាទនេះសម្រាប់ម៉ាស៊ីនត្រជាក់ដែលខ្ញុំសេរីនេះគឺម៉ាស៊ីន Mac Cree វាមានលេខកូដ033អញ្ចឹងខ្ញុំសេរីទៅរកលេខ033ទៅឬក៏បងប្អូនអត់ដឹងពីលេខកូដវាទេបងប្អូនចុចរហូតទៅចុចរហូតតទៅលឺទឺតលេខមួយណាបងប្អូនទុកសិនកុំតន់ចុចអ្វីទៀតបងប្អូនចាំមើលវីដេអូនេះទៀតបាទនេះលេខ33នេះខ្ញុំចុចទៅលឺទឺតដែរអញ្ចឹងខ្ញុំចុចពាក្យថាអូខេបាទអក្សរវាអូខេនៅខាងក្រោមនេះចុចអូខេទៅលេខទឺតហ្នឹងវានឹងស្កប់លេងទឺតទៀតហើយអញ្ចឹងវានៅគៀងលេខ033ហើយបងប្អូនអាចបញ្ជានៅលើម៉ាស៊ីនត្រជាក់បានហើយចុចបិទបើកបានសេរីសីតុណ្ហភាពបានចុចម៉ូដបានបាទអញ្ចឹងបងប្អូនអាចប្រើប្រាស់បានបើបងប្អូនមើលអត់ទាន់បងប្អូនអាចមើលបញ្ជាក់ឡើងវិញជាដំបូងបងប្អូនចុចបិទបើកហើយចុចកន្លែងអក្សរ set នៅខាងក្រោមខាងឆ្វេងដៃហ្នឹងចុចឲ្យជាប់ទៅឲ្យលេខកូដរបស់វាលោតភ្លឹបភ្លែតទៅហើយបងប្អូនចុចសេរីកន្លែង volume កន្លែងសេរីសីតុណ្ហភាពឡើងចុះហ្នឹងឲ្យវាលឺសំឡេងទឺទៅហើយបងប្អូនចុចអូខេទៅគឺវាជាប់ហើយអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់បានងាយស្រួលមែនតើបាទសូមអរគុណសូមជួបគ្នាជាមួយនឹងវីដេអូក្រោយ